Bà số đây bằng bồn ở khía hỏi thằng này vừa mà chụp admin mà đòn thiệt hỏi bằng bồn đó hỏi thằng này đá cái cho miền sai đường mày mới đi đấy đã bây giờ một chạy chun thực cần bục mày bằng bồn để chỉ play mình để snap thằng ó nữa chẳng sai đường thằng này đấy cứ thì dây phí bồn thó nó bồn thò chẳng bồn thó nó bồn thò ban này tha phụ quật thằng pi này nữa cứ miền hai tha tầm nẹt tầm nông sát một khlang mình thế đại đườngนี้คือบ้านกาใจสำเร็จอย่างปีบองโปรมันเนี้ยแต่กดนั่นคือจีเนี่ยได้รู้ในใครเตะปะปนตามเถอะคือกดรู้ในข้างใครเดอปริเวณนั้นจังบองโปรนั่นคือกดชมูทาบองโปรวันบองโปรวันนั่นคือกดบ้านใจสำเร็จในสายเรื่องตัวขลุ่นบอกกดนะได้กดบ้านหาทาหอบอ่านจมวยหนึ่งบองทอบอกกดบองทอก็นั่นคือบองทอสไลเด chẳng sầm rạp một bộ đại mấy complete chui chạy subscribeใน channel ทำไมเราบอกยมบาทเนี่ยมีพ้องนำไปดูบ้านใส่กระเดื่องทำไมจะปิดยมบาทแล้วก็มายุ่งโจทย์สดับในใส่กระเดื่องแต่บองโปรนั้นคือกดใจมันไหลเมาส์นะហើយសកទុកយ៉ាងណាដែរបងប្អូនប្រហែលថ្ងៃនេះគឺអត់សូវឃើញបងប្អូនចូលស្ដាប់រឿងអ៊ីមីនសោះហើយប្រហែលជាបងប្អូនរវល់កិច្ចការងារផ្ទាល់ខ្លួនក៏មិនដឹងក៏អត់ឃើញបងប្អូនចូលស្ដាប់សោះចឹងរឿងដែលបងប្រុសគាត់បានចែកម្លែកមកនេះគឺកើតឡើងក្នុងអំឡុងឆ្នាំ2003បងប្អូនចឹងគាត់បានមកពីស្រុករបស់គាត់គាត់និយាយថាម្ដាយឪពុករបស់គាត់ណាបងប្អូនគឺបង្ខំគាត់ហ្នឹងឲ្យមករៀននៅភ្នំពេញហើយឪពុកម្ដាយគាត់គាត់ថាបើសិនជាឯងទៅរៀនពេញអញដូរម៉ូតូថ្មីឲ្យឯងមកចង់បានអីអញដូរឲ្យព្រោះគាត់ចង់ឲ្យកូនហ្នឹងមានអនាគតហៅថាមានចំណេះវិជ្ជាចំណេះដឹងក្នុងខ្លួនអញ្ចឹងណាអញ្ចឹងពេលដែលខ្ញុំនិយាយទៅបងប្អូនវាជាធម្មតាបងប្អូនប្រទេសអ្នកចិត្តខាងវាតែងតែលឺសំឡេងតិចតួចណាក៏សូមអធិស្ឋានផងអញ្ចឹងបងប្រុសក៏ព្រមតាមពុកគាត់ទៅព្រោះអីបានម៉ូតូថ្មីហ្នឹងអញ្ចឹងគាត់ឡើងមកពេញហ្នឹងរៀនបដាធ្វើការបដាអញ្ចឹងទៅអញ្ចឹងថ្ងៃមួយគាត់ទៅលេងបន្ទប់ជួលមិត្តភ័ក្តិគាត់ណាគាត់ក៏បានឃើញបងស្រីម្នាក់ដែលគាត់ហ្នឹងគឺមានរូបរាងស្អាតខ្លាំងមែនទែនបងប្អូនអូស្អាតសាច់សនឹងខ្ចីញញមកអញ្ចឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់ដូចជាមាននិស្ស័យជាមួយនឹងបងស្រីហ្នឹងមកអញ្ចឹងមិត្តភ័ក្តិគាត់ពេលហ្នឹងគាត់ចុះទៅក្រោមណាហើយគាត់បានឱកាសពេលហ្នឹងគាត់សុំលេខបងស្រីហ្នឹងមកពេលដែលសុំលេខហើយបងប្អូនសុំហើយហ្នឹងគឺគាត់ចាប់ផ្ដើមតែឆ្លងគ្នាទៅវិញទៅមករហូតអញ្ចឹងភាពហៅថាស្និទ្ធស្នាលរបស់គាត់វាកាន់តែស្និទ្ធទៅណាអញ្ចឹងបងប្រុសហ្នឹងគាត់ថាគាត់និយាយត្រង់មកគាត់ថាបើអត់យកទាស់ទេគឺខ្ញុំសុំរាប់អានជាបងធัวបងធัวបានអត់ហើយបងស្រីគាត់ថាអត់អីទេរាប់អានបានតាគាត់និយាយប្រួតទេនិយាយដល់ថ្នមហ្មងណាបងប្អូនអញ្ចឹងរវាងអ្នកទាំងពីរហ្នឹងគឺហាក់បីដូចជាសង្សារបន្តិចបងធัวបងធัวបន្តិចតែមិនទេហើយឲ្យតែដល់ថ្ងៃអាទិត្យថ្ងៃឈប់សម្រាកពីការរៀនសូត្ររបស់គាត់ហ្នឹងគាត់តែងតែខលហៅបងធေါ်គាត់មកដើរលេងជាមួយហើយមិត្តភ័ក្តិគាត់ហ្នឹងចេះឆ្ងល់ហើយមិនក៏មិត្តភ័ក្តិឯហ្នឹងព្រោះមិត្តភ័ក្តិរបស់ខ្ញុំហ្នឹងដើរលេងអញ្ចឹងព្រោះបងស្រីហ្នឹងត្រូវជាមិត្តភ័ក្តិរបស់បងប្រុសហ្នឹងដែរទេតែគាត់ហៅមកលេងណាក៏ប៉ុន្តែគាត់ដឹងថាបងប្រុសហ្នឹងគាត់មានទំនាក់ទំនងអីស្អិតល្មួតជាមួយនឹងមិត្តភ័ក្តិស្រីរបស់គាត់ទេដែលត្រូវជាបងធေါ်របស់បងប្រុសម្នាក់ហ្នឹងអញ្ចឹងមិត្តភ័ក្តិគាត់ដឹងគាត់ថាអូពីរនាក់នេះរាប់អានគ្នាដែរអត់មានទំនាក់ទំនងអីក្រៅពីហ្នឹងទេតែគាត់ដឹងថាមិត្តអ្នកទាំងពីរហ្នឹងគាត់មានថាទំនាក់ទំនងអីស្អិតល្មួតទេអញ្ចឹងថ្ងៃអាទិត្យគាត់ប្រពោះគ្នាដើរលេងនៅមុខវាំងនេះបងប្អូនដើរលេងចុះដើរលេងឡើងគឺដល់ពេលយប់បងប្អូនយប់ជ្រៅហ្នឹងគាត់ចាប់ផ្ដើមជូនបងធေါ်ស្រីរបស់គាត់មកបន្ទប់ជួលវិញពេលដែលជូនមកវិញណា
cho mà peថ្ងៃហ្នឹងមិត្តភ័ក្តិគាត់ដែលនៅក្នុងបន្ទប់ហ្នឹងគាត់រវល់ទៅខេត្តអញ្ចឹងបានឱកាសប្រហើយពេលហ្នឹងក៏អ្នកទាំងពីរហ្នឹងបានធ្វើរឿងនៅហៅថារឿងផ្ដេសផ្ដាស់បងប្អូនខ្ញុំនិយាយប៉ុណ្ណឹងគួរដឹងហើយមានអីបងប្អូនតាមដំណើរដើមតងនឹងទាំងប្រហើយនៅក្នុងបន្ទប់នឹងប្រហើយបងប្អូនរាប់អានគ្នាមិនទាន់បាន2-3ខែផងហើយលឿនយ៉ាងនេះបងប្អូនអញ្ចឹងអ្នកទាំងពីរចាប់ផ្ដើមហៅថាមានភាពស្នាមមួយគ្នាហៅថាដូចជាគូស្នេហ៍មួយគូអញ្ចឹងណាអញ្ចឹងបងធរគាត់ណាគឺចិត្តល្អខ្លាំងណាដូចជាខ្ញុំដាក់អក្សរនៅខាងលើផ្ទាំងថាមិនដែលមកខ្ញុំណាអញ្ចឹងគាត់ចិត្តល្អហើយបងប្រុសហ្នឹងគាត់ថាអញ្ចឹងយើងគិតធ្វើអីរឿងអីមួយទៅអីគាត់និយាយអញ្ចឹងហើយបងស្រីធរគាត់ហ្នឹងគាត់ថាធ្វើរឿងអីគេអូនបងឯងខ្ញុំនិយាយអញ្ចឹងគឺបងឯងអត់ដឹងទេតោះឲ្យបិទភ្លើងសិនអូសិតបិទភ្លើងទៀតបងប្អូនបិទភ្លើងក្នុងបន្ទប់ជួលហ្នឹងហ្មងណាហើយបងធរស្រីគាត់ហ្នឹងគឺមកធ្វើការរោងចក្រធម្មតាទេហើយបងប្រុសហ្នឹងគាត់ជាអ្នកដែលនៅរៀនដូចគ្នាបងប្រុសពីរនាក់ហ្នឹងគាត់មិត្តភក្តិគ្នាហើយគាត់រៀនជាមួយគ្នាយូរហើយអញ្ចឹងថ្ងៃទំនេរគាត់ក៏បបួលគ្នាមកលេងក្នុងបន្ទប់ជួលហ្នឹងហើយបច្ច័យដល់អីបងស្រីហ្នឹងនៅហ្នឹងដែរស្អាតបងប្អូនហើយមនុស្សប្រុសបងប្អូនទាំងគេទាំងខ្ញុំឲ្យតែឃើញស្រីស្អាតទៅរៀងជួយច្បល់ចិត្តដែរណាវាទប់អារម្មណ៍បានណាហើយគាត់ចាប់ដើមធ្វើរឿងប្រេះផ្លាស់ជាមួយនឹងបងធររបស់គាត់គាត់នៅមកយប់ទៅបងប្អូនគាត់ហាក់បីដូចជាស្រឡាញ់បងធររបស់គាត់មែនទេបងប្រុសម្នាក់ហ្នឹងណាគាត់ថាអូបងឯងល្អហើយចិត្តក៏ល្អទៀតខ្ញុំបើបានបងធរអញ្ចឹង3 4 5នាក់ដឹងល្អមិនទៅនេះគាត់និយាយអញ្ចឹងមុខបងធររបស់គាត់ថាអេមិននិយាយអញ្ចឹងមានតែបងម្នាក់ទៅបានហើយអូនឯងក៏មានតែគេទៀតវាចូលលក្ខណៈថាដៃគូសង្សារហ្នឹងអញ្ចឹងគាត់ទាំងពីរនាក់ហ្នឹងបានធ្វើរឿងប្រេះផ្ដាស់នៅក្នុងបន្ទប់ជួលហ្នឹងមកអញ្ចឹងអ្នកទាំងពីរហ្នឹងគឺមានភាពហៅថាស្អិតរមួតដូចជាគូសង្សារមួយគូអញ្ចឹងបងប្រុសហ្នឹងគាត់ចាប់ដើមទេទៅពុកម្ដាយគាត់នៅឯស្រុកដើម្បីទៅដឹងបងធររបស់គាត់ធ្វើជាប្រពន្ធហ្មងកុំឲ្យមានបញ្ហាណាព្រោះដោយសារតែគាត់ថាជ្រុលជួមគ្នាទៅហើយបងប្អូនអញ្ចឹងគាត់ត្រូវតែដឹងបងធរគាត់ធ្វើជាប្រពន្ធហ្មងហៅថាមនុស្សប្រុសមានទំនួលខុសត្រូវបងប្អូនហ៊ានស៊ីហ៊ានសងណាហ៊ានផុសលបងហ៊ានជាប់គុកអាហ្នឹងវាអញ្ចឹងបងប្អូនអញ្ចឹងក៏តែទៅឡាយពុកគាត់ហៅឡូម៉ែមិនកូនឥឡូវហ្នឹងគឺខ្ញុំមានរឿងមួយចង់ប្រាប់ម៉ែហើយរឿងអីគេកូនអូឥឡូវខ្ញុំមានសង្សារហើយខ្ញុំចង់ចូលតរឹងគេធ្វើជាប្រពន្ធកូនឯងទៅរៀនបានខែសោះហើយមានសង្សារណាទៀតហើយម៉ែឲ្យទៅរៀនទៅមានសង្សារហើយអញ្ចឹងបងប្អូនពុកម្ដាយឲ្យទៅរៀនទៅមានស្រីអញ្ចឹងម្ដាយពុកគាត់ដូចជាស្រឡាញ់កូនគាត់ដែរហើយគាត់ក៏មិនមែនជាអ្នកដែលក្រប្រហែលដែរស្រូវរបស់គាត់នោះពេញចម្រុកនោះលក់មួយឆ្នាំបានរាប់លាននោះអញ្ចឹងក៏ពុកម្ដាយរបស់គាត់ឡើងមកបំពេញមកមើលសភាពការរបស់កូនប្រុសគាត់ហ្នឹងទៅមើលទៅឃើញក៏ម្នាក់ស្រីដែលត្រូវជាបងធររបស់គាត់ហ្នឹងមានរូបរាងស្អាតដែរមើលទៅលិចភ្នែករបស់គាត់តែម្នាក់ស្រីល្អទេដែរកូនម៉ែខ្ញុំថាល្អហើយនិយាយលើកជើងទៀតណាចឹងក៏ចាប់ដើមចូលតរឹងបងធរគាត់មកហើយម្ដាយពុកគាត់ទៅខាងស្រីហើយផ្ទះខាងស្រីនៅខាងកំពង់ធំបងប្អូនគាត់ទៅដល់ផ្ទះខាងស្រីហ្នឹងគាត់និយាយជាមួយនឹងម្ដាយខាងស្រីជំរាបសួរមានអីហើយហ្នឹងក៏និយាយរឿងថ្លៃបដាការប្រហែលអញ្ចឹងណាបងស្រីធរហ្នឹងបងក៏ប្រកបមិនថ្លៃដែរគាត់យកតែ 3000 ទេបងប្អូនព្រោះអ្នកដែលស្គាល់គ្នាទៅហើយមានរវាងហៅថាតំណែងតំណងនោះគឺស្អិតរមុតទៅហើយហៅថាក៏ខ្លះជាបាយណាអញ្ចឹងគាត់ចាប់ដើមដាក់ថ្ងៃការមកដើម្បីរៀបចំមង្គលការរបស់គាត់ណាអញ្ចឹងបងប្រុសហ្នឹងគាត់មានហៅថាទំនួលខុសត្រូវខ្ពស់ដោយសារតែគាត់នឹងបាន
ចូលជាមួយបងធัวរបស់គាត់ហើយហ្នឹងគាត់ក៏បានយកបងធัวហ្នឹងធ្វើជាប្រពន្ធដែរគាត់មិនហ៊ានបោះបង់បងធัวរបស់គាត់ទេដោយមើលទៅលើអត្តចរិតរបស់គាត់គឺជាស្ត្រីម្នាក់ដែលស្លូតបូតខ្លាំងណាបងប្អូនអញ្ចឹងគាត់អត់ចោលបងធัวគាត់ទេអញ្ចឹងគាត់ដាក់ថ្ងៃការហ្មងតែភ្ជាប់ពាក្យហើយប្រហែលជា2-3 ខែទេគាត់នឹងការហើយដេញទលាដេញអីចឹងណាហើយ2-3 ខែទៀតហ្នឹងក៏គាត់ដល់ថ្ងៃការដល់ថ្ងៃការក៏ហៅអាចារ្យហៅអីមកហៅរោងអីធ្វើអញ្ចឹងណារៀបចំមង្គលការហ្នឹងហើយទៅសបាយហឹកហាក់មែនតើបន្ទាប់ពីការហើយហ្នឹងគាត់បានហៅថាបងធរគាត់នឹងមានកូនមកព្រោះគាត់បានធ្វើរឿងជ្រុលជ្រួជាមួយគ្នាតាំងពីមុនការទៅហើយបងប្អូនការហើយហ្នឹងផើមភ្លាមបងប្អូនជុំសាហាវមែនតើបងប្អូននេះអញ្ចឹងម្ដាយពួកគាត់ចង់ឆ្ងល់ថាកូនអញមានកូនលឿនមែនចង់ឆ្ងល់ម្ដាយក្មេករបស់បងប្រុសហ្នឹងក៏ទៅសួរថាកូនឯងមានវិធីសាស្ត្រអីមានចៅអីម្ដាយលឿនមែនម៉ែឯងនៅអត់ដឹងខ្ញុំនឹងប្រកែស្រាប់ទៅហើយអូគាត់នេះគឺជាមនុស្សអួតដែរបងប្អូននិយាយអីនឹងអួតមែនទេតែគាត់អួតនឹងអួតបានពិតមែនមិនគាត់អួតតែជាអត់បានពិតទេគាត់អួតទេបងប្រុសអ្នកហ្នឹងអញ្ចឹងអ្នកទាំងពីរក៏បានហៅថាកូនស្រីមួយដ៏ស្អាតដែលកូនស្រីរបស់គាត់គឺដាក់ឈ្មោះថាណារីបងប្អូនកូនស្រីដំបូងរបស់គាត់អាហ្នឹងគឺការរាប់អានគ្នាបងប្អូនបើសិនជាយើងរាប់អានអ្នកណាម្នាក់ហើយយើងមានគោលបំណងអីយើងប្រាប់គេទៅបើគេទទួលយកបានទទួលទៅបើគេទទួលយកអត់បានយើងទៅរកថ្មីតែប៉ុណ្្នឹងយ៉ាងច្រើនរាប់អានគ្នាធម្មតាអញ្ចឹងទៅបងប្អូនអញ្ចឹងសាច់រឿងនេះគឺខ្ញុំអត់សូវនិយាយវែងទេដោយសារតែខ្លាចបងប្អូនស្ដាប់ទៅងុយដេកណាអញ្ចឹងរៀងកាត់ខ្លីៗទៅកុំឲ្យបងប្អូនស្ដាប់យូរទៅគឺមានអារម្មណ៍ថាធុញណារៀងសង្ខៅបាទហើយជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណា